មានក្លឹមដែរតើបងប្អូនបាទដើមព្រីងខ្យល់តាមពិតមានក្លឹមតើនេះធំដើមនេះមក30ឯនេះហើយក្លឹមវានោះប៉ុណ្ណាណៃបងប្អូនមើលនេះខ្ញុំស្មានតែវាអត់មានក្លឹមទេតាដើមព្រីងខ្យល់បងប្អូនដាំបាន6ឆ្នាំនេះ6ឆ្នាំបានមក30បាទមកវា3ទឹកបួកគល់វានេះ3ទឹកជាងគល់វានេះហើយក្លឹមវាឡើងប៉ុណ្ណាណៃបងប្អូនហើយរឹងខ្ញុំស្មានជ្រាយតាដើមព្រីងខ្យល់តាមពិតមានក្លឹមតាដាំ6 7ឆ្នាំក្លឹមប៉ុណ្ណាណៃនេះហើយធំជាងធុងពេត្រូអានេះខ្ញុំវាយកធ្វើផ្លានផ្ទះផ្លានវាយសង្កសីហ្នឹងឯង6 7ឆ្នាំបងប្អូនបានមានដើមឈើណាល្អជាងដើមព្រីងខ្យល់ទេបាទមេអត់ចេះស៊ីធ្វើផ្ទះល្អ